របស់ប្រទេសថៃនៅរសៀលថ្ងៃទី7ខែធ្នូឆ្នាំ2025បានបញ្ជាឲ្យអាជ្ញាធររៀបចំជំនះប្រជាពលរដ្ឋនៅក្នុងខេត្តជាប់ព្រំដែនជាមួយកម្ពុជាចំនួន4និងបានបញ្ជាឲ្យកងកម្លាំងត្រៀមខ្លួនប្រយុទ្ធបន្ទាប់ពីមានការផ្ទុះអាវុធនៅស្រុកជាំខ្សានខេត្តព្រះវិហារដែលកម្ពុជាអះអាងថាទ័ពថៃបានបាញ់ផ្លោងចូលពីព្រំដែនខេត្តស៊ីសាកេតនៅម៉ោង 2:15 នាទីរសៀលថ្ងៃដដែលប៉ុន្តែកម្ពុជាមិនបានបាញ់តបទេកាសែតខៅសូតរាយការណ៍ថាកងទ័ពភូមិភាគ2ថៃបានប្រកាសប្រើច្បាប់ប្រយុទ្ធដែលបដូរសកម្មភាពយោធាពីការដើរល្បាតធម្មតាទៅជាការត្រៀមខ្លួនប្រយុទ្ធពេញលេញនិងអាចបើកការបាញ់ប្រហារពេលចាំបាច់ក្រោមការបញ្ជាកាសែតដដែលនេះរាយការណ៍ថាទាហានថៃចំនួន2នាក់រងរបួសនៅក្នុងហេតុការណ៍នេះក៏ប៉ុន្តែក្រសួងការពារជាតិកម្ពុជាអះអាងថាកងកម្លាំងកម្ពុជាមិនបាញ់តបទេដូច្នេះការអះអាងរបស់ថៃពីទាហានរបស់ខ្លួនរងរបួសនោះបានចោទជាសំណួរថាតើពួកគេអាចរងរបួសបានដោយបែបណាលោកស្រីម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថាយោធាថៃបានប្រើកាំភ្លើងបាញ់ស្រោចចូលទឹកដីកម្ពុជារួមមានកាំភ្លើងដៃកាំភ្លើងយន្ត B40 និងគ្រាប់កាំភ្លើងត្បាល់60មីលីម៉ែត្រកម្ពុជាបានជូនដំណឹងអំពីហេតុការណ៍នេះទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ភ្លាមនិងក្រុងស្នើឲ្យ AOT ចុះស្រាវជ្រាវស៊ើបអង្កេតដើម្បីធានាឲ្យបាននូវតម្លាភាពយុត្តិធម៌និងភាពត្រឹមត្រូវខ្ញុំរស់សុធាពី News Today NTTV